សម្រាប់អ្នកដែលប្រើប្រាស់កុំព្យូទ័រយូរគួរតែសម្អាត file ចេញកុំព្យូទ័រចោលព្រោះ file មួយចំនួនគឺវាបង្កើតឡើងដោយខ្លួនឯងនៅក្នុង folder មួយដែលយើងមិនអាចទៅស្វែងរកឃើញអញ្ចឹងអា file ទាំងនោះគឺជា file ឥតប្រយោជន៍ឥតបានការទេអ្នកទាំងអស់នេះគួរតែ clear ចោលដើម្បីឲ្យកុំព្យូទ័ររបស់យើងដើរ smooth ជាងមុនហើយទំហំទុកនៅក្នុង drive C គឺនៅសល់ space ច្រើនអ្វីដែលសំខាន់គឺកុំព្យូទ័ររបស់យើងនឹងដើរ smooth ដើរលឿនជាងមុនណាអញ្ចឹងអ្នកទាំងអស់នេះរាល់ពេលដែលអ្នកទាំងអស់នេះប្រើប្រាស់ក្នុងរយៈពេល1ខែឬក៏2ខែអ្នកទាំងអស់នេះគួរតែ clear វាចោលរបៀបធ្វើរបៀបក្នុងការលុបសម្អាត file ទាំងនោះគឺអត់ប៉ះពាល់ជាមួយនឹងឯកសារដែលមាននៅក្នុងកុំព្យូទ័ររបស់យើងទេណាអញ្ចឹងដើម្បីធ្វើឲ្យបានគឺខ្ញុំមាន5ចំណុចនេះបាទអ្នកទាំងអស់គ្នាអាចnote វាទុកទៅទុកធ្វើវានៅថ្ងៃក្រោយក៏បានដែរឥឡូវដំបូងនោះគឺយើងចុចត្រង់កន្លែង window ហើយអក្សរ O បាទនៅលើ keyboard របស់យើងគឺវាមានហើយ window ហ្នឹងយើងចុចអក្សរ O មកវានឹងចេញផ្ទាំងមួយផ្សេងទៀតហើយហ្នឹងកន្លែងកាត់យើងធ្វើកាត់បាទហ្នឹងលឿនអញ្ចឹងនៅក្នុងកន្លែង search នេះគឺយើង search មកដំបូងគឺអ្នកនរគ្នាអាម៉ានចំណុចហ្នឹងចង់វាយអាណាមុនក៏បានដែរតែខ្ញុំសូមបង្ហាញអ្នកនរគ្នាតាមលំដាប់ដោយគឺយើងយកភាគរយធំហើយចុងក្រោយបញ្ចប់ដោយភាគរយហើយយើងចុច OK មកអូខេអញ្ចឹងវា load ផ្ទាំងមកហើយអាផ្ទាំងហ្នឹងគឺជាផ្ទាំងដែលបង្ហាញ file អត់ប្រយោជន៍ហ្នឹងហើយបាទ file អត់បានការអ្នកខ្លះអាចមានច្រើនតាមហ្នឹងបាទយើង control alt មកហើយយើង delete វាអញ្ចឹងយើងចុច continue ដើម្បីធ្វើការលុប file ទាំងនោះចោលប៉ុន្តែកាលពីមុនគឺខ្ញុំលុបខ្លះហើយទៅវាមានតិចបែបនេះបាទអ្នកទាំងអស់គ្នាធ្វើលើកុំព្យូទ័ររបស់អ្នកគ្នាទៅគឺអ្នកទាំងអស់គ្នានឹងឃើញអាចមានច្រើនជាងខ្ញុំទៀតហើយរាល់ពេលដែលយើងសល់ file មួយចំនួននេះដែលយើងលុបមិនបានអ្នកទាំងអស់គ្លីកវាមួយហើយចុច skip ទៅអញ្ចឹងបានន័យថា file នេះគឺយើងកំពុងតែប្រើប្រាស់អញ្ចឹងលុបអត់បានទេអញ្ចឹងខ្វែងវាចោលទៅប៉ុណ្្នឹងបានហើយហ្នឹងជំហានទី1បាទចំណុចទី1ទី2យើងធ្វើដដែលទៀតយើងចុច window អក្សរ O បន្ទាប់មកកន្លែង search ហ្នឹងគឺយើងលុបពាក្យលុបភាគរយចេញទាំងមុខទាំងក្រោយលុបភាគរយចេញទៅយើងធំវាយពាក្យធំមួយហ្នឹងក៏បានដែរបាទកន្លែងនេះគឺមានច្រើនតែឥឡូវខ្ញុំលុបខ្លះហើយយើងវាសល់ខ្លះបែបនេះអញ្ចឹងយើង control alt យើង delete វាទាំងអស់ទៅចោលណាអត់អីទេអត់បញ្ហានៅលើកុំព្យូទ័ររបស់យើងណាអញ្ចឹងលុបអស់ហើយយើងខ្វែងវាចោលណាអូខេទី2រួចឥឡូវចូលដល់ទី3គឺយើងដដែលទៀតបាទទី3គឺយើងចុច window អក្សរ O ដដែលមកដើម្បីវាលុបផ្ទាំងមួយបាទផ្ទាំងហ្នឹងគឺយើង search មកprefix អញ្ចឹងអ្នកនរគ្នាវាយដូចខ្ញុំចឹងមកវាយដូចអក្សរបំពេញអក្សរក្នុងហ្នឹងហើយយើងចុច OK មកកន្លែងនេះយើងចុច continue រួចហើយឃើញ file នេះមានច្រើនទេបាទ control alt មក select វាទាំងអស់ហើយយើងលុបវាចោលទាំងអស់ទៅអូខេអញ្ចឹងកន្លែងនេះបើសិនលុបទាំងអញ្ចឹងយើងគ្រីសវាមួយហើយចុច skip ទៅបាទយើង try again ក៏យើងលុបអត់ទៅដែរបាទនៅសល់ខ្លះនៅសល់មួយគឺអត់បញ្ហាទេប៉ុណ្្នឹងបានហើយខ្វែងវាចោលមួយទៀតទៅរួចរាល់ចូលដល់ជំហានទី4ចំណុចទី4យើងធ្វើដដែលទៀត window O មកហើយយើងវាយ MRT ម្ដងអូខេអញ្ចឹងពេលដែលអាហ្នឹងវារៀងយូរតិចតែអត់យូរទេព្រោះវាលោតចេញផ្ទាំងចេះយើង select យកត្រង់កន្លែង yes មកអូខេបន្តមកទៀតអ្នកទាំងអស់គ្នាចុច next បាទអញ្ចឹងកន្លែងនេះគឺវាមាន3ជម្រើសទី1 quick scan បាទទី2 full scan តែខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាប្រើលើទៅបាទទី1ហ្នឹងបាទបើសិនខ្ញុំប្រើទី2 full scan គឺវាយូរណាស់វា scan យូរណាស់អញ្ចឹងយើងគួរតែប្រើទី1វិញបាទ quick scan លឿនណាបាទអញ្ចឹងយើងជ្រើសរើសយកលើហ្នឹងហើយយើងចុច next ទៅបន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការរងចាំទៅនេះវាកំពុងតែ scan នៅលើ file ដែលអត់ប្រយោជន៍ទាំងអស់ហ្នឹងអញ្ចឹង file គឺមានច្រើនអ្នកទាំងអស់គ្នាគ្រាន់តែរងចាំឡើងហ្នឹងប្រហែលជាដេកអត់ដល់2នាទីទេ1នាទីជាងគឺវា scan រួចរាល់ហើយអញ្ចឹងយើងចាំផ្លែតណាអូខេអញ្ចឹងគឺរួចរាល់ហើយអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចុច finish មកអញ្ចឹងអាហ្នឹងយើងបញ្ចប់ការសម្អាតត្រង់ចំណុចទី4បាទអញ្ចឹងចំណុចទី5គឺតកតងជាមួយនឹងការ clean up នៅលើសម្អាតនៅលើ file drive C បាទគឺត្រង់កន្លែង this clean up ហ្នឹង
chẳng dương cái này nó cứ rule trên cái bạn cho nó là cái này cái nào search mất bạn này hay dương còn là vài biệt ha this clean up máu bạn còn là vài biệt là this có vi tranh đấy color ní bạn this clean up cho nó tròn lại năng mùi máu bà trong việc bà hai nhé ní cứ si đến cứ try si bao dương nữa để hai những chơi ok máu bà trongចំណុចនេះបើសិនជាអ្នកទាំងអស់គ្នាអត់មានឃើញគ្រីសទេប្រអប់ខ្លះអត់គ្រីសអ្នកទាំងគ្នាចូលទៅគ្រីសទាំងអស់គ្រីសនៅក្នុងប្រអប់ទាំងអស់អញ្ចឹងកាលណាយើងគ្រីសរួចរាល់អស់ហើយអ្នកទាំងអស់គ្នាមើលខាងក្រោមបាទត្រង់កន្លែង clean up system file ចុចនៅលើវាមួយមកបាទអញ្ចឹងវាបង្ហាញត្រង់កន្លែងអក្សរ C នេះគឺ try C របស់យើងចុច OK មកបាទចឹងអត់កន្លែងហ្នឹងគឺអត់តន់ទៅអស់ទេណាបាទមកតង់ទៀតកន្លែងហ្នឹងគឺពិនិត្យមើលម្ដងទៀតគ្រីសអស់ហើយយើងត្រូវចុច OK បាទបាទអញ្ចឹងបញ្ជាក់បន្តិចអាមុនគឺវាអត់តន់លុបទេតទី2នេះបានវាលុបទៅមែនតើ delete file មកអូខេអញ្ចឹងកន្លែងហ្នឹងរៀងយូរបន្តិចតែមិនយូរហ្មងនេះបាននាទីនេះអស់ហើយអត់ដល់1នាទីផងចាំតាម plate ហ្នឹងអូខេអញ្ចឹងបានន័យថារួចរាល់ហើយពេលវាបាត់អញ្ចឹងគឺរួចរាល់ហើយអញ្ចឹងពេលដែលយើងសម្អាតនៅត្រង់កន្លែង drive C អំបញ្ញមិញហ្នឹងគឺអត់បញ្ហាទេគឺវាមានបាត់នៅឯកសាររបស់យើងទេណាបាទឯកសាររបស់យើងគឺនៅដដែលអញ្ចឹងបន្ទាប់ពីធ្វើទាំង5ចំណុចនោះហើយគឺអ្នកទាំងអស់គ្នា complete ធ្វើការ restart នៅលើ computer របស់យើងមានន័យថាយើងបិទហើយបើក computer របស់យើងវិញមកអ្នកទាំងអស់គ្នានឹងឃើញហើយកុំព្យូទ័ររបស់យើងគឺនឹងដើរ smooth ជាងមុនហើយអញ្ចឹងវីដេអូមួយនេះគឺសូមបញ្ចប់ត្រឹមហ្នឹងយើងជួបគ្នាវីដេអូក្រោយទៀតបាយបាយ